តើអ្វីទៅគឺជានិស្ស័យស្នេហ៍ថាតើមនុស្ស2នាក់ដែលគាត់អាចចាប់ផ្ដើមក្តីស្រឡាញ់ជាមួយគ្នាដែលចេញមកពីនិស្ស័យនេះមានចំណុចសម្គាល់អ្វីខ្លះអញ្ចឹងចំណុចទី1ដែលបង្ហាញថាអ្នកទាំងពីរមាននិស្ស័យជាមួយគ្នាគឺមានន័យថាអ្នកទាំងពីរបានជួបគ្នាដោយអត់បានព្រៀងទុកចំណុចទី2ក្រោយពីបានស្គាល់គ្នាហើយគឺអ្នកទាំងពីរតែងតែមានអារម្មណ៍នឹកនាគ្នាមិនចេះឈប់ឬក៏អាចនិយាយថានឹកឃើញមនុស្សម្នាក់នឹងដោយមិនបានគិតនឹកឃើញមនុស្សម្នាក់នឹងដោយមិនបានតាំងចិត្តចំណុចទី3គឺបងប្អូនហាក់មានអារម្មណ៍ថាដូចជាស្គាល់មនុស្សម្នាក់នឹងតាំងពីពេលណានឹងមានអារម្មណ៍ដិតដាមជាមួយនឹងអារម្មណ៍មនោសញ្ចេតនាច្រើនជាមួយនឹងគាត់ឬក៏ពេលខ្លះបងប្អូនស្គាល់គាត់តាមបណ្ដាញសង្គមបងប្អូនតែងតែនឹកឃើញនៅ profile រូបភាពរបស់គាត់នេះបញ្ជាក់ថាបងប្អូននិងគាត់មាននិស្ស័យស្នេហ៍ជាមួយគ្នា